សួស្តីបងប្អូនទាំងអស់គ្នាដែលបានតាមដាន channel របស់ខ្ញុំហើយនឹងក៏អ្នកដែលមើលថ្មីទាំងអស់គ្នាបាទនេះពីមុនមកគឺខ្ញុំបានតែផុសនៅក្នុងវីដេអូដែលខ្ញុំតតបាល់លក្ខណៈeye view ដែលខ្ញុំពាក់លើក្បាលអញ្ចឹងណាប៉ុន្តែថ្ងៃនេះខ្ញុំនឹងផ្លាយតិចខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលការ highlight គ្រាប់បាល់ល្អៗរបស់ខ្ញុំដែលខ្ញុំតតចូលអញ្ចឹងណាជាមួយការបញ្ជូនបាល់ល្អៗចាំយើងកុំឲ្យខាត់ពេលយើងទៅមើលទាំងអស់គ្នាយើង react ទាំងអស់គ្នាថាអត់ទាំងអស់គ្នាជួយ rate មើលថាការបញ្ចប់បាល់ហើយនឹងការបញ្ជូនបាល់របស់ខ្ញុំវាដល់កម្រិតណាវាអាច pro player អត់ណាតែខ្ញុំអត់ទាន់ pro ទេខ្ញុំអត់ទាន់ pro player ទេខ្ញុំនៅ level ហើយបាទអូខេទាំងអស់គ្នាយើងចូលទៅមើលទាំងអស់គ្នាថាការសុទ្ធបាល់របស់ខ្ញុំវាមិនដែរបាទឥឡូវយើងចូលទៅមើលគ្រាប់បាល់ដំបូងរបស់យើងនេះកោងតែម្ដងបាទកុំជើងស្អាតមែនតើបាទការបញ្ចប់ទីនោះគឺថាមិនមានតែងាយថាកីឡាករណាអាចធ្វើបានទេតែបើសិនជាគេបានដាច់មួយស្មើគេធ្វើបានដូចគ្នាតែក៏ខ្ញុំជាអ៊ូដូចចឹងទេតោះចឹងបាយអើយដាច់គេដែរ easy ចំពោះណាគេក៏ធ្វើបានអញ្ចឹងវាចាប់ទុកថា simple ទេដាច់ផឹងតែម្ដងមកស្អាតណាស់ខ្ញុំគឺដោះអាវទៀតកីឡាករបាទបាយអើយមកលះចូលតែដោយសារតែយើងលេងអត់ offside ទេអញ្ចឹងវាអត់អីអូតូម៉ាទិកបញ្ជូនអញ្ចឹងណាចាំមើលម្ដងទៀតណាតែនេះចូលបាំងនេះមកប្រគូនេះគឺខ្ញុំបញ្ជូនចង់6គ្រាប់បាទហើយបងផ្សាយមិនតាអត់លេងអត់ផ្សាយកាត់មួយតែមួយទៀតហើយជូនមួយទៀតចូលទៀតហើយឥឡូវដល់ជើងខ្ញុំទៀតហើយសុទ្ធមកជើងចូលមកហេនេះ easy អត់មានបបាយហេសាកន្លែងនេះភាសាថាខ្ញុំអត់ហ៊ានដាក់មកជើងបដ ாய் ខ្លាចវាខុសជមើធម្មតាភាសាយើងផ្ដាច់តែម្ដងគឺវាអត់ចូលទេកន្លែងនេះខ្ញុំទប់មួយសិនវាវិចារថាពីមុនមកគឺធ្លាប់មានបទពិសោធន៍តែពេលតបាល់មកលឿនអញ្ចឹងយើងខំប្រឹងបញ្ចូលតែម្ដងគឺវាអត់ចូលអញ្ចឹងវាលោតចេញអីចឹងណាអញ្ចឹងយើងទប់មួយសិនចាំយើងតតចូលតែយើងលឿនដែរបើសិនតែយើងយឺតខ្សែកាពីម្ដងគឺចប់ឥឡូវមកមើលកន្លែងនេះការបញ្ជូនបាល់ពីអ្នកចាំទីមកមកជើងហ្មងល្អមែនតើកន្លែងនេះអេមែនតើឥឡូវអូសកាត់ទៅទៀតគោហ្មងឥឡូវអញ្ចឹងបន្ទាប់ពីមើលវីដេអូហើយអ្នកនរគ្នាគិតមិនដែរគិតថាការលេងរបស់ខ្ញុំវាគ្រាន់បើដែរឬក៏នៅអន់ឡើយទេសិនជានៅអនឡាញទេខ្ញុំនឹងខំប្រឹងប្រែងបន្តទៀតដើម្បីឲ្យការលេងរបស់ខ្ញុំកាន់តែល្អទៅអញ្ចឹងណាបាទសូមអរគុណច្រើនអ្នកនរគ្នាបើសិនជាចូលចិត្តឲ្យមេដៃហើយនឹងជួយ subscribe channel YouTube របស់ខ្ញុំអរគុណច្រើន